ប្រវត្តិជិបទាក់តងនិងពិធីអអំបុកនិងសំពះព្រះខែព្រះជាពិធីបុណ្យអុំទូកបណ្ដែតព្រះទីតសំពះព្រះខែនិងអអំបុកជាបុណ្យប្រពៃណីមួយរបស់ខ្មែរយើងតាំងពីយូរលង់ណាស់មកហើយដែលបានបន្តធ្វើមកដល់បច្ចុប្បន្នបុណ្យនេះមានរយៈពេល3ថ្ងៃគឺចាប់តាំងថ្ងៃ14កើត15កើតនិងថ្ងៃ1រោចខែកដឹកជារដូវធ្លាក់ខ្យល់ដែលទឹកចាប់ផ្ដើមស្រករយៈពេល3ថ្ងៃនៃពិធីបុណ្យអុំទូកមានពិធីសំខាន់រួមមានពិធីប្រណាំងទូកពិធីបណ្ដែតព្រះទីតនិងពិធីអអំបុកសំពះព្រះខែតទៅនេះខ្ញុំសូមបង្ហាញជូននៅប្រវត្តិនិងពិធីអអំបុកដែលមានតាំងពីបុរាណកាលមកតាមជំនឿរបស់ដូនតាខ្មែរពិធីអអំបុកនិងសំពះព្រះខែធ្វើឡើងដើម្បីរំលឹកដល់ព្រះពោធិសត្វដែលបានចាប់កំណើតជាសត្វទន្សាយដោយគ្រានោះព្រះអង្គបានលះបង់អាយុសង្ខារដល់ព្រះឥន្ទ្រាធិរាជដើម្បីបំពេញទានបរមីប្រវត្តិនៃរឿងនេះមានដំណាលមកថាព្រះសម្មាសម្ពុទ្ធធ្លាប់យល់យោងកំណើតជាសត្វទន្សាយកាលដែលព្រះអង្គពុំទាន់បានត្រាស់ដឹងគ្រាមួយព្រះឥន្ទ្របានយាងចុះមកហើយនិមិត្តជាតាព្រាហ្មណ៍ម្នាក់នៅចំពោះមុខទន្សាយបានពោលថាជីវិតខ្ញុំនឹងខ្សែមិនខានបើមិនមានអាហារបរិភោគទន្សាយដែលជាតួអង្គព្រះពោធិសត្វបានពោលថាខ្ញុំមានតែសាច់និងឈាមប៉ុណ្ណោះបើនាគចង់បានចូលនាគបង្កាត់ភ្លើងចុះខ្ញុំនឹងលោតចូលក្នុងភ្លើងឲ្យបានជាអាហារបរិភោគឮដូច្នោះព្រះឥន្ទ្រក៏ទៅបង្កាត់ភ្លើងហើយទន្សាយក៏លោតចូលក្នុងភ្លើងប៉ុន្តែដោយអំណាចនៃសេចក្តីជ្រះថ្លានិងការបរិច្ចាគដ៏ជ្រះថ្លារបស់ទន្សាយព្រះឥន្ទ្រក៏ហោះទៅទ្រមិនអោយភ្លើងឆេះទន្សាយឡើយក្រោយមកព្រះឥន្ទ្រក៏យកថ្មកែវទៅគូរជារូបទន្សាយនៅក្នុងរង្វង់ព្រះច័ន្ទហេតុនេះទើបរូបទន្សាយជប់នៅក្នុងរង្វង់ព្រះច័ន្ទហើយមនុស្សគ្រប់រូបអាចមើលឃើញរូបទន្សាយច្បាស់នៅថ្ងៃ15កើតពេញបរមីជំនឿនេះហើយដែលនាំឲ្យអ្នកស្រុកតែងតែរៀបចំពិធីអអំបុកសំពះព្រះខែជារៀងរាល់ឆ្នាំទៅតាមភូមិស្រុកវត្តអារាមនិងទីប្រជុំជននានាតាំងពីពេលនោះរហូតមកដល់សព្វថ្ងៃដោយឡែកគ្រឿងរណ្ដាប់ផ្សេងសម្រាប់ពិធីអអំបុកសំពះព្រះខែមានដូចជាអំបុកស្រូវថ្មីទឹកដូងចេកពងមិនចេកណាំវ៉ាទុំផ្កាស្រស់ទៀនធូបនិងផ្លែឈើផ្សេងទៀតរណ្ដាប់នីមួយអាចលេខតាមចំនួនតិចឬច្រើនអាស្រ័យទៅលើសន្តានភាពនិងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋសូមបញ្ជាក់ថានេះគ្រាន់តែជារណ្ដាប់សម្រាប់ការអអំបុកជាលក្ខណៈគ្រួសារទៅតាមផ្ទះក្នុងភូមិស្រុកតែប៉ុណ្ណោះតែសម្រាប់អអំបុកជាលក្ខណៈពិធីធំដុំគឺខ្មែរយើងមានការរៀបចំទៅតាមវត្តអារាមមានរៀបចំគ្រឿងរណ្ដាប់ច្រើនណាស់ហើយមានបែបបទនៃការរៀបចំត្រឹមត្រូវទៅតាមទំនៀមទម្លាប់រីឯការធ្វើពិធីក៏មានរយៈពេលច្រើនម៉ោងដែរជាពិសេស
អ្នកស្រុកអ្នកភូមិតែងនាំគ្នាមកចូលរួមយ៉ាងច្រើនកនឹងមានសភាពអធិកអធមខ្លាំងណាស់ពិធីអមបុកសំពះព្រះខែគេតែងធ្វើឡើងនៅយប់15កើតខែកដឹកជាយប់ដែលមានព្រះខែពេញបរមីមានពន្លឺភ្លឺច្បាស់ល្អពេលវេលាដែលគេរៀបចំអមបុកសំពះព្រះខែគឺនៅខណៈដែលព្រះច័ន្ទបានចូលមកចំភពផែនដីដែលអ្នកស្រុកអ្នកភូមិដែលតែងហៅបែបសាមញ្ញថាពេលខែត្រង់អ្នកស្រុកអ្នកភូមិនឹមគ្នាងើយមើលព្រះច័ន្ទចំណែកឯលោកតាលោកយាយក៏នាំគ្នាសម្រក់ទៀនដើម្បីមើលវិព្យាករណ៍មុនពីបរិមាណទឹកភ្លៀងប្រចាំឆ្នាំដែលអាចសន្មតថាមានភ្លៀងធ្លាក់តិចឬច្រើនដោយមើលទៅតាមការស្រក់ចុះនៃទៀនទំនៀមនេះហើយដែលជាហេតុនាំឲ្យបរិស័ទបាទនាំគ្នាធ្វើមកដល់សប្តាហ៍នេះតែការរៀបចំលំដាប់ផ្សេងខុសប្លែកពីសម័យមុនបាទដោយសន្តានភាពបាទពីសម័យមុនបាទនិងសម័យនេះមានការខុសគ្នាចឹងការរៀបចំលំដាប់ផ្សេងមានការខុសគ្នាទៅតាមភូមិតាមស្រុកតាមវត្តអារាមនានាបាទចឹងការអធិប្បាយអំពីប្រវត្តិនៃពិធីបុណ្យអមបុកសំពះព្រះខែបាទមានតែត្រឹមនេះបាទចឹងខ្ញុំបាទសូមអរគុណបាទសូមជម្រាបលាបាទ